អនុទីនកាតុកមិនសុខចិត្តក្រោយឥណ្ឌារីកុនថៃរឿងកំទេចរូបសំណាក់ព្រះវិស្ណុបន្ទាប់ពីឥណ្ឌារីកុនថៃនឹងបង្ហាញក្តីព្រួយបារម្ភជំវិញការវិកំទេចរូបសំណាក់ព្រះអាទិទេពតំណាងព្រះវិស្ណុក្នុងហិណ្ឌូសាសនាស្រាប់តែលោកនាយករដ្ឋមន្ត្រីចាំផ្ទះថៃអនុទីនឆានវីរៈគុលក្រហល់ក្រហាយនៅមិនស្ងៀមខឹងសម្បាឡំប៉ាថារូបសំណាក់នោះគឺមិនអាចប្រៀបធៀបទៅនឹងអាយុជីវិតរបស់ទាហានថៃបានទេសម្ដីប្រហើនដូចមានតែឯងរបស់អនុទីនធ្វើឡើងនៅឯវិមានរាជរដ្ឋាភិបាលថៃនាថ្ងៃទី25ធ្នូនេះបន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅដែលហៅកាត់ថា GBC រវាងថៃនិងកម្ពុជានៅខេត្តចន្ទបុរីទាក់ទិននឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌាដែលរិះគន់ថៃជំវិញការប្រើគ្រឿងចាក់កំទេចរូបសំណាក់ព្រះអាទិទេពហិណ្ឌូព្រះវិស្ណុនៅច្រកអានសេត្រូវបានលោកនាយករដ្ឋមន្ត្រីថៃប្រតិកម្មតបវិញភ្លាមថាបើប្រៀបធៀបនឹងជីវិតទាហានថៃគួរតែមើលរូបសំណាក់តាមទស្សនៈនោះដែរនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយទាំងងងឹលថាការដែលប្រៀបធៀបរូបសំណាក់ខូចទៅនឹងជើងទាំងអស់របស់ទាហានដែលបានបាត់បង់ហើយប្រៀបធៀបទៅនឹងការប្រមាថនោះខ្ញុំមិនធ្វើការប្រៀបធៀបបែបនេះទេសូមជម្រាបថាការអះអាងដកកខ្លួនរបស់លោកអនុទីនកើតឡើងក្រោយក្រសួងការបរទេសឥណ្ឌាបង្ហាញនូវកង្វល់យ៉ាងខ្លាំងចំពោះសកម្មភាពនៃការប្រើប្រាស់គ្រឿងចាក់កំទេចរូបសំណាក់ព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជានាច្រកអានសេទន្ទឹមនឹងរដ្ឋធានីញូដេលីចាត់ទុកទង្វើបំពានរបស់ភាគីថៃថាខ្វះការគោរពនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនោសញ្ចេតនារបស់អ្នកកាន់សាសនានៅជុំវិញពិភពលោកហើយការកំទេចបំផ្លិចបំផ្លាញនិមិត្តរូបសាសនាបែបនេះមិនគួរកើតមាន